សុស្ដីប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់អត្តកម្បាំងរាត្រីយប់នេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅតាមដានសាច់រឿងសង់ផ្ទះលើផ្លូវខ្មោចដើរចង់ដឹងសាច់រឿងលម្អិតទៅជាយ៉ាងណាកុំភ្លេចតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់ប៉ុន្តែមុននឹងចូលទៅដល់សាច់រឿងលម្អិតខ្ញុំចង់ឲ្យបងប្អូនជួយចុច Subscribe ម្នាក់មួយដើម្បីទទួលបាននៅវីដេអូថ្មីៗពីអត្តកម្បាំងរាត្រីឥឡូវនេះកុំឲ្យខាតពេលវេលាយូរយើងនឹងចូលទៅលម្អិតទាំងអស់គ្នាសង់ផ្ទះលើផ្លូវខ្មោចដើរនឹងមានរឿងអ្វីកើតឡើងយើងដឹងហើយថាទំនៀមទម្លាប់បរមបុរាណយើងតាំងពីដើមគឺគាត់ហាម5ក្នុងការសាងសង់ផ្ទះមុននឹងសាងសង់ត្រូវតែទៅមើលគ្រូអាចារ្យឬក៏ព្រះសង្ឃដើម្បីមើលដីដោយមានជំនឿពីដើមគាត់តែងតែគិតថាមានផ្លូវមនុស្សដើរនិងផ្លូវអមនុស្សដើរចឹងហើយមុននឹងសាងសង់គាត់តែងតែទៅមើលក្នុងការសាងសង់ទៀតសោតគាត់តែងតែមានពិធីកងពលីសុំទឹកសុំដីសុំម្ចាស់ទឹកម្ចាស់ដីសម្រាប់ក្នុងការរស់នៅឬក៏សាងសង់ផ្ទះថ្មីប៉ុន្តែផ្លេចអីតែបរិះម្នាក់នេះគាត់មិនបានសុំម្ចាស់ទឹកម្ចាស់ដីទេឥឡូវនេះយើងនឹងចូលទៅលម្អិតបន្ថែមទៀតនៅចុងភូមិមួយមានដីទំនេរដែលគេមិនសូវហ៊ានទៅចិត្តទេមនុស្សចាស់ក្នុងភូមិបាននិយាយតគ្នាថាកន្លែងនោះជាផ្លូវខ្មោចដើរកាត់ជារៀងរាល់យប់ពេលយប់ស្ងាត់គេតែងតែឮសំឡេងមនុស្សដើរសំឡេងខ្យល់បក់និងសំឡេងមនុស្សនិយាយគ្នាខ្សឹបខ្សឹបមានសំឡេងក្មេងមានសំឡេងចាស់ពេលខ្លះក៏មានឮសំឡេងបរទេះគោផងដែរប៉ុន្មានថ្ងៃក្រោយមានបរិះម្នាក់ឈ្មោះថាវីរៈគាត់បានមករកទិញដីនៅទីនោះគាត់គឺជាមនុស្សដែលមិនជឿទៅលើរឿងអបិយជំនឿរឿងខ្មោចអាគមអមអាមអ្វីទាំងអស់គាត់បានឃើញដីនោះធំហើយមានតម្លៃសមរម្យគាត់ក៏សម្រេចចិត្តទិញដីនោះដើម្បីសាងសង់ផ្ទះសម្រាប់រស់នៅជាមួយគ្រួសាររបស់គាត់ដែលពីមុនឡើយគាត់ជាអ្នកនៅទីក្រុងភ្នំពេញហើយលោកអ៊ំចាស់ម្នាក់នៅក្នុងភូមិគាត់បានប្រាប់បងវីរៈថាកុំសាងសង់ផ្ទះនៅលើផ្លូវគេដើរអីកន្លែងនេះជាផ្លូវខ្មោចដើររាល់យប់ពេលយប់ពួកវាតែងតែឆ្លងកាត់នៅទីនេះវីរៈបានស្ដាប់ហើយក៏សោចហើយក៏និយាយថានេះគ្រាន់តែជារឿងអបិយជំនឿរបស់អ៊ំសម័យនេះហើយគ្មានខ្មោចទេអ៊ំមួយរយៈក្រោយមកបងវីរៈក៏បានសាងសង់ផ្ទះរួចរាល់ក៏បាននាំកូនប្រពន្ធមករស់នៅទីនេះមុនដំបូងគ្រប់យ៉ាងហាក់ដូចជាធម្មតាមិនមានរឿងអ្វីកើតឡើងទេតែបន្ទាប់ពីរស់នៅបានមួយសប្តាហ៍ក្រោយគាត់ក៏ចាប់ផ្ដើមមានរឿងចម្លែកកើតឡើងនៅក្នុងផ្ទះរៀងរាល់យប់វេលាប្រហែលជាម៉ោង12គាត់តែងតែឮសំឡេងជើងមនុស្សដើរកាត់ក្រោមផ្ទះរបស់គាត់សំឡេងដើរជាច្រើនមានចាស់មានក្មេងជួនកាលមានវងមួយក្រុមមនុស្ស10-20នាក់ដើរទៀតផងថ្ងៃមួយប្រពន្ធរបស់គាត់បានភ្ញាក់ឡើងនៅកណ្ដាលយប់ម៉ោង12គាត់បានឮសំឡេងមនុស្សនិយាយនៅក្រៅផ្ទះពេលគាត់បើកទ្វារមកអួចគាត់ក៏ឃើញស្រមោលជាច្រើនដែលដើរតាមចំហៀងផ្លូវផ្ទះរបស់គាត់ប៉ុន្តែពួកគេមើលមកមិនច្បាស់ទេឃើញតែស្រមោលបន្ទាប់បានរយៈពេល2ថ្ងៃក្រោយកូនរបស់គាត់ក៏បាននិយាយថាពុកយប់មិញខ្ញុំឃើញមនុស្សជាច្រើននាក់ដើរចូលតាមក្រោមផ្ទះរបស់យើងពេលនោះវីរៈចាប់ផ្ដើមមានអារម្មណ៍ថាមិនស្រួលតែគាត់នៅតែមិនជឿរឿងប្រពន្ធនិងកូនរបស់គាត់ប្រាប់រហូតដល់យប់មួយគាត់បានសម្រេចចិត្តទៅអង្គុយនៅក្រៅផ្ទះរបស់គាត់អង្គុយរហូតដល់ម៉ោង12យប់សំឡេងជើងក៏ចាប់ផ្ដើមដើរឡើងវិញមនុស្សជជែកគ្នាក៏មានឡើងវិញមានចាស់មានក្មេងមានប្រុសមានស្រីមានមាឌធំដើរកាត់ផ្ទះរបស់គាត់ហាក់ដូចជាគ្មានអ្វីទៅបន្តិចក្នុងចំណោមស្រមោលទាំងនោះមានស្រមោលមួយក៏បានឈប់ហើយចង្អុលគាត់និយាយថានេះមិនមែនជាផ្ទះរបស់អ្នកទេនេះជាផ្លូវរបស់ពួកយើងក្រោយពីយប់នោះមកគ្រួសារបងវីរៈចាប់ផ្ដើមឈឺជាបន្តបន្ទាប់ហើយព្រឹត្តិការណ៍ចម្លែក
កាន់ទៅខ្លាំងឡើងនៅទីបំផុតគាត់ក៏បានសម្រេចចិត្តបោះបង់ផ្ទះនោះចោលហើយផ្លាស់ចេញពីទីនោះចាប់តាំងពីថ្ងៃនោះមកផ្ទះនោះក៏ក្លាយជាផ្ទះទុកចោលនៅចុងភូមិមនុស្សក្នុងភូមិនិយាយថារៀងរាល់យប់ម៉ោង 12 គេតែងតែឮសំឡេងនៅលើផ្ទះនោះដូចជាផ្ទះរបស់ខ្មោចអញ្ចឹងហើយគេក៏និយាយសឹកទៀតថាបើនៅទីនោះពេលយប់អ្នកអាចឮសំឡេងអ្វីក្រៅពីសំឡេងនេះបន្ទាប់ពីបងវីរៈចាក់ចោលផ្ទះនិងនាំគ្រួសារទៅនៅទីក្រុងភ្នំពេញវិញភូមិទាំងមូលក៏ចាប់ផ្ដើមនិយាយរឿងនេះកាន់តែច្រើនមនុស្សភាគច្រើនមិនហ៊ានទៅជិតផ្ទះនោះទេព្រោះរៀងរាល់យប់គេតែងតែឮសំឡេងមានយុវជន3នាក់នៅក្នុងភូមិដែលមិនជឿរឿងខ្មោចពួកគេមិនដឹងការពិតទេដូច្នេះក៏ពួកគេសម្រេចចិត្តទៅសាកល្បងនៅផ្ទះនោះពេលយប់ម៉ោងប្រហែល 11 ពួកគេកាន់ភ្លើងពិលដើរចូលទៅក្នុងផ្ទះនោះផ្ទះដែលគេបោះបង់ចោលខ្យល់ក៏ចាប់ផ្ដើមបក់ត្រជាក់ហើយសំឡេងស្លឹកឈើទ្រុះនិងស្លឹកត្នោតក៏កាត់គ្នាធ្វើឲ្យមានបរិយាកាសកាន់តែគួរឲ្យខ្លាចនៅក្នុងផ្ទះនោះមានធូលីពេញផ្ទះហើយមានស្នាមជើងដូចជាមនុស្សដើរឆ្លងកាត់ជារៀងរាល់យប់ទោះបីជាមិនមាននរណារស់នៅក៏ដោយក្នុងចំណោមមិត្តភ័ក្តិរបស់គេទាំង3នាក់មានមិត្តភ័ក្តិម្នាក់និយាយថាមើលទៅដូចជាខ្មោចនៅទីនេះមិត្តភ័ក្តិរបស់គេ2នាក់ទៀតក៏បានសើចប៉ុន្តែសើចទាំងក្នុងចិត្តចាប់ដើមភ័យព្រួយពេលម៉ោង 7:12 ស្រាប់តែខ្យល់បក់ខ្លាំងឡើងភ្លើងពិលរបស់ពួកគេចាប់ផ្ដើមរលត់ហើយភ្លាមនោះគេបានឮសំឡេងជើងដើរជាច្រើនអ្នកមកពីក្រៅផ្ទះពួកគេគិតថាប្រហែលជាសំឡេងមនុស្សធ្វើដំណើរហើយប៉ុន្តែពួកគេមិនចេញក្រៅមើលតាមបង្អួចទេពួកគេឃើញតែស្រមោលដែលដើរនៅតាមដងផ្លូវដើរទៅដើរមកហាក់ដូចជាបំរុងឡើងលើផ្ទះនេះអញ្ចឹងស្រមោលទាំងនោះបានដើរយឺតហើយមុខរបស់ពួកគេមើលមិនច្បាស់ទេពួកគេដើរតាមផ្លូវជាជួរដូចជាក្រុមមនុស្សកំពុងតែដើរពេលយប់មិត្តភ័ក្តិរបស់គេម្នាក់ទៀតក៏បាននិយាយថាពួកគេដើរមកទិសផ្ទះនេះគឺដើរសម្ដៅមកផ្ទះនេះឯងពេលស្រមោលទាំងនោះមកដល់ផ្ទះនេះពួកគេចាប់ផ្ដើមដើរកាត់តាមជញ្ជាំងដូចជាគ្មានអ្វីរារាំងគេអញ្ចឹងភ្លាមនោះភ្លើងពិលរបស់ពួកគេក៏រលត់អស់ក្នុងភាពងងឹតពួកគេឮសំឡេងមនុស្សជាច្រើនអ្នកនិយាយខ្សឹបគ្នានៅជុំវិញនោះថាផ្លូវនេះមិនមែនសម្រាប់មនុស្សរស់នៅទេផ្លូវនេះមិនមែនសម្រាប់មនុស្សដើរទេសំឡេងមួយទៀតក៏បាននិយាយថាអ្នកណាដែលមករារាំងផ្លូវនឹងមិនអាចរស់នៅទីនេះបានទេភ្លាមនោះមិត្តភ័ក្តិរបស់គេម្នាក់ទៀតក៏ចាប់ផ្ដើមស្រែកយ៉ាងខ្លាំងហើយនាំគ្នារត់ចេញពីផ្ទះនោះ2នាក់ទៀតក៏រត់ទៅតាមក្រោយភ្លាមដោយមានការភ័យយ៉ាងខ្លាំងបន្ទាប់ពីពួកគេរត់ឆ្ងាយពីផ្ទះនោះសំឡេងជើងដើរទាំងនោះក៏បាត់ទៅវិញដូចជាមិនមានអ្វីកើតឡើងអញ្ចឹងថ្ងៃបន្ទាប់ពួកគេទាំង3នាក់ក៏បានប្រាប់អ្នកភូមិអំពីរឿងអ្វីដែលបានកើតឡើងមនុស្សចាស់ក្នុងភូមិក៏និយាយថាកាលពីមុនតំបន់នោះគឺត្រូវបានគេចាត់ទុកថាជាកន្លែងផ្លូវខ្មោចដើរអ្នកដែលធ្វើដំណើរឆ្លងកាត់ពេលយប់មានតែពេលមួយប៉ុណ្ណោះនឹងឮសំឡេងមនុស្សជាច្រើនមានអ្នកស្លាប់នៅទីនោះក្នុងពេលតែមួយកន្លែងនេះពីមុនមកធ្លាប់មានគេកប់សពចាប់តាំងពីថ្ងៃនោះមកព្រលឹងរបស់ពួកគេតែងតែដើរតាមផ្លូវរហូតហើយអ្នកដែលនៅក្នុងភូមិនៅពេលយប់តែងតែមិនហ៊ានទៅទីនោះបន្ទាប់ពីយុវជន3នាក់បានជួបហេតុការណ៍ចម្លែកដូចនេះពួកគេក៏ឈប់និយាយរឿងអ្វីអំពីខ្មោចទៀតក្នុងភូមិទាំងមូលកាន់តែភ័យហើយគ្មាននរណាហ៊ានទៅក្បែរផ្ទះនោះទេតែមានបរិសុទ្ធចាស់ម្នាក់នៅក្នុងភូមិដែលគេស្គាល់ថាជាមនុស្សដឹងរឿងគ្រប់ហេតុគាត់ក៏និយាយថាកាលពីមុនកន្លែងនោះមិនមែនជាដីទំនេរទេវាជាផ្លូវធំមួយដែលមនុស្សជាច្រើនធ្វើដំណើរឆ្លងកាត់ព្រៃតែពេលមួយក្រុមអ្នកដំណើរជាច្រើនអ្នកត្រូវបានឆ្លងកាត់ទីនោះពេលយប់ហើយក៏មានហេតុការណ៍អាក្រក់មួយកើតឡើងមនុស្សជាច្រើននោះបានស្លាប់ភ្លាមនៅទីនោះក្នុងពេលតែមួយចាប់តាំងពីថ្ងៃនោះមកមនុស្សនៅក្នុងភូមិតែងតែនិយាយថា
ប្រលឹងរបស់ពួកគេនៅតែបន្តដំណើរនៅលើផ្លូវនោះដដែលហើយបន្តដំណើរជារៀងរាល់យប់ប៉ុន្មានឆ្នាំក្រោយមកដីនោះក៏ត្រូវបានលក់ទៅឲ្យវីរៈដែលមិនដឹងរឿងអ្វីទាំងអស់ហើយវីរៈក៏បានសាងសង់ផ្ទះនៅលើផ្លូវដែលមានប្រលឹងវិញ្ញាណដានោះយប់មួយបន្ទាប់ពីមនុស្សនៅក្នុងភូមិគេងលក់អស់ស្រាប់តែមានខ្យល់បក់ខ្លាំងពីទិសផ្ទះនោះសំឡេងឆ្កែលូស្ទើរតែទាំងភូមិអ្នកដែលនៅជិតនោះក៏និយាយថាពួកគេឮសំឡេងមនុស្សដើរជាច្រើនសំឡេងមនុស្សកំពុងតែនិយាយគ្នាស្រាប់តែមានសំឡេងធំមួយដូចជាអ្វីបានធ្លាក់អញ្ចឹងព្រឹកឡើងនៅក្នុងភូមិក៏ទៅមើលពួកគេឃើញថាផ្ទះដែលវីរៈសាងសង់បានបាក់ផ្នែកមួយដូចជាមានអ្វីធំបានរុញច្រានអញ្ចឹងហើយអ្វីដែលគួរឲ្យខ្លាចជាងនោះនៅលើដីជុំវិញផ្ទះនោះមានស្នាមជើងជាច្រើនដែលរាប់មិនអស់ដូចជាមានមនុស្សរាប់សិបនាក់បានដើរឆ្លងកាត់អញ្ចឹងប៉ុន្តែស្នាមជើងទាំងនោះមិនមានស្នាមចូលទេឬក៏ស្នាមចេញឡើយមានតែស្នាមជើងមួយប៉ុណ្ណោះដែលដើរឆ្លងកាត់បន្ទាប់ពីថ្ងៃនោះមកមនុស្សក្នុងភូមិក៏សម្រេចចិត្តមិនទៅកន្លែងនោះពួកគេក៏បោះបង់ទីនោះចោលច្រើនឆ្នាំកន្លងផុតទៅផ្ទះនោះក៏ក្លាយជាផ្ទះអគារដ៏ចាស់មួយបាក់បែកនៅចុងភូមិដើមឈើធំធំក៏ដុះជុំវិញព័ទ្ធហើយផ្លូវតូចនៅមុខផ្ទះនោះក៏នៅតែមានដានជើងដើរចូលដដែលមនុស្សចាស់ៗនៅក្នុងភូមិតែងតែនិយាយថារៀងរាល់យប់ម៉ោង12ប្រសិនបើអ្នកឈរមើលពីចម្ងាយអ្នកអាចឃើញស្រមោលជាច្រើនកំពុងតែដើរឆ្លងកាត់យឺតៗចេញចូលនៅមុខផ្ទះនោះហើយពួកគេបានដើរតាមផ្លូវដដែលមិនបានចេញទៅណាឡើយហើយពេលខ្លះបានខ្សឹបដាក់ត្រចៀកទៀតផងផ្លូវនេះជាផ្លូវរបស់ពួកយើងហើយមនុស្សក្នុងភូមិក៏និយាយថាផ្លូវខ្មោចដើរគឺជាផ្លូវដែលមិនអាចបិទបានទោះបីសាងសង់លើអ្វីក៏ដោយហើយយកអ្វីមកសាងសង់លើផ្លូវនោះក៏មិនអាចទប់ស្កាត់បានដែរឡងបានប្រហែលជា5ឆ្នាំក្រោយមានឈ្មួញម្នាក់ដែលមកពីទីក្រុងភ្នំពេញដដែលគាត់បានមកទិញដីនេះដើម្បីសាងសង់ជារោងចក្រគាត់មិនដឹងទេថាពីមុនឡើយនឹងមានរឿងអ្វីកើតឡើងគាត់ក៏សម្រេចចិត្តឲ្យក្រុមការងាររបស់គាត់យកសម្ភារៈដើម្បីមកឈូសឆាយក្នុងកំឡុងពេលឈូសឆាយគេបានប្រទះឃើញហឹបចាស់មួយដែលមានសម្ភារៈចាស់ៗហើយនៅក្នុងហឹបនោះមានសរសេរអក្សរទៀតផងមានសរសេរថាកុំសាងសង់នៅលើផ្លូវយើងដើរថៅកែនោះក៏បានធ្វើពិធីសែនព្រេនមុននឹងឈូសឆាយគាត់បានសែនសំណែនជ្រូកខ្វាយមួយហើយក៏បាននិយាយថាខ្ញុំសូមបែបបន់ដល់អរុកអរិយអ្នកតាព្រៃភ្នំអ្នកដែលថែរក្សានៅទីនេះសូមមេត្តាអ្នកនៅដោយអ្នកខ្ញុំនៅដោយខ្ញុំហើយពួកគេក៏បានសាងសង់ផ្ទះរោងចក្រនោះហើយក៏បានធ្វើប្រភូមិមួយដ៏ធំនិងបានធ្វើពិធីឡើងព្រះភូមិនោះទៀតហើយអញ្ជើញដល់រុកអរិយអ្នកតាព្រាយដូនតាខ្មោចអនាថាសូមអញ្ជើញមកនៅក្នុងព្រះភូមិនេះទៅបើសិនជានៅបានក៏នៅបើសិនជាមិននៅបានទេសូមអ្នកនៅដោយអ្នកខ្ញុំនៅដោយខ្ញុំហើយចាប់តាំងពីពេលនោះមកវិញ្ញាណដែលដើរនៅតាមផ្លូវក៏លែងមានទៀតហើយអ្នកភូមិក៏រស់នៅបានសុខសប្បាយហើយថៅកែនោះក៏បានបើករោងចក្រនោះជាបន្តបន្ទាប់លែងមានរឿងកាត់ឡើងតទៅទៀតវីដេអូនេះក៏បានមកដល់ទីបញ្ចប់ជាចុងក្រោយខ្ញុំសូមរំលឹកផងដែរថាបើសិនជាយើងសាងសង់ផ្ទះសូមទៅមើលចាស់ប្រតិចារនៅក្នុងភូមិឬក៏ធ្វើពិធីសូត្រមន្តឡើងសាងសង់កុំចេះតែធ្វើឆិនឆៅក្រែងជួបរឿងដែលមិនគួរគប្បីនិងមិនគួរកាត់ឡើងជាចុងក្រោយខ្ញុំបាទសូមជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាទទួលបាននូវសុខសុវត្ថិភាពពីខ្ញុំបាទអាតកម្លាំងរាត្រីសូមអរគុណសូមជម្រាបលា